អរគុណសម្រាប់មួយគ្រូអ្នកគ្រូនិងអាណាព្យាបាលដែលបានមកចូលរួមក្នុងកម្មវិធីគោលនយោបាយគុំគុំសុវត្ថិភាពដែលមាន7ចំណុចនិងអមដោយទ្របមិនទាន់ផ្ទុះហើយសូមគោរពជូនពរដល់បងប្អូនគ្រូនិងអាណាព្យាបាលជួបតែសំណាងល្អនិងសុខភាពល្អសូមអរគុណអត់រូបដាក់មកទៅនោះបាទខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានឃើញក្មេងៗនិងសិស្សានុសិស្សនៅក្នុងសាលាទាំងអស់បង្ហាញពីការយល់ដឹងខ្ពស់និងស្អប់ខ្ពើមគ្រឿងញៀននិងក្របមីនអំពើហិង្សាហើយយើងបដិញ្ញាចិត្តទាំងអស់គ្នាថានឹងរក្សាឲ្យបានល្អនៅគោលនយោបាយរបស់ភូមិឃុំមានសុវត្ថិភាពគោរពវិន័យសាលារៀននិងចូលរួមលុបបំបាត់អំពើហិង្សានៅក្នុងសាលារៀនទន្ទឹមនឹងនោះផងដែរយើងនឹងបន្តគ្រូអ្នកគ្រូទាំងអស់នៅបន្តបណ្ដុះស្មារតីសិស្សដោយចំណេះដឹងវប្បធម៌និងសេចក្តីថ្លៃថ្នូរដើម្បីនាំមកនូវស្នាមញញឹមនិងអនាគតភ្លឺស្វាងរបស់កុមារគ្រប់រូបបាទពីចុងក្រោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលប៉ុស្តិ៍ឃុំត្រពាំងប្រាសាទនិងពពូអ្នកមីងបងដែលជាអាណាព្យាបាលសិស្សនិងគណៈកម្មការគ្រប់គ្រងសាលារៀនសូមទទួលបាននូវសេចក្តីសុខសុវត្ថិភាពទាំងអស់គ្នាបាទហើយសូមជូនពរដល់កូនទាំងអស់គ្នាឲ្យរៀនពូកែហើយនឹងទទួលបាននៅចំណេះដឹងថ្មីពីលោកគ្រូអ្នកគ្រូនឹងថ្ងៃនេះជាពិសេសចំណេះដឹងពាក់ព័ន្ធទៅនឹងភូមិឃុំមានសុវត្ថិភាពនិងជាចំណេះដឹងមួយដែលអាចទៅការពារដល់កូនទាំងអស់គ្នាផងដែរបាទជាចុងក្រោយសូមរំជូនពរទទួលបានតែសេចក្តីសុខភាពនិងគុណហើយនឹងសូមបញ្ចប់នៅកម្មវិធីផ្សព្វផ្សាយពីភូមិឃុំមានសុវត្ថិភាពចាប់ពីពេលនេះតទៅបាទសូមអរគុណបាទបន្ត